សួស្តីអ្នកនរគ្នាបាទថ្ងៃនេះពេលព្រឹកថ្ងៃសុក្រចុងសប្តាហ៍បាទគឺយើងមកថតនៅខាងក្រៅ office ម្ដងស្លៀកពាក់បែបធម្មតាបាទអញ្ចឹងសុខទុក្ខយ៉ាងណាដែរបាទអ្នកដែលជួញដូរទៅលើតម្លៃអញ្ឆេងមាសនៅក្នុងសប្តាហ៍នេះផ្ទាល់អញ្ចឹងយើងឃើញថាតម្លៃអញ្ឆេងមាសខ្ញុំសង្ខេបជូនអ្នកនរគ្នានៅក្នុងអាទិត្យនេះផ្ទាល់តាំងពីថ្ងៃច័ន្ទចូលមកដល់ថ្ងៃសុក្រនេះបាទគឺមានការកើនឡើងប្រហែលជា 5% ឬស្មើនឹង$218នៅក្នុងមួយអោននៅលើទីផ្សារអញ្ឆេងមាសអន្តរជាតិផ្ទាល់អញ្ចឹងបើយើងគិតជាតម្លឹងវិញអាចនឹងប្រែប្រួលប្រហែលជា$250ជាអ្នកនរគ្នាក្នុងមួយតម្លឹងសម្រាប់សប្តាហ៍នេះផ្ទាល់អញ្ចឹងតកតទៅនឹងការកើនឡើងនៃតម្លៃអញ្ឆេងមាសបាទអញ្ចឹងតកតទៅនឹងការកើនឡើងមួយនេះគឺមានព័ត៌មានចេញពីខាងសហរដ្ឋអាមេរិកបាទកាលពីថ្ងៃពុធបើតាមខ្ញុំចាំតកតទៅនឹងរដ្ឋាភិបាលបាទក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាទលោក Scott Bessent គឺគាត់ធ្វើការ announcement បាទក្នុងការទិញបានបំណុលត្រឡប់មកវិញបាទរបស់រដ្ឋាភិបាលអាចមានការកើនឡើងនៃការទិញបាទរហូតដល់$4000លាននោះអ្នកនរគ្នាបាទអញ្ចឹងព័ត៌មានមួយនេះបាទគឺធ្វើឲ្យតម្លៃលុយដុល្លារចុះខ្សោយបាទទៅធ្វើឲ្យតម្លៃអញ្ឆេងមាសគឺមានការកើនឡើងខ្លាំងមែនទែនដូចអ្វីដែលអ្នកនរគ្នាបានឃើញបាទអញ្ចឹងហេតុអីបាននៅពេលដែលពួកគាត់ធ្វើការទិញបាទជាមួយនឹងបានបំណុលធ្វើឲ្យតម្លៃអញ្ឆេងមាសកើនឡើងបាទអញ្ចឹងដោយសារតែនៅពេលដែលត្រូវការទិញជាមួយនឹងបានបំណុលបាទរដ្ឋាភិបាលត្រូវការលុយច្រើនជាងមុនអ្នកនរគ្នាបាទអញ្ចឹងអាចនឹងមានការបោះពុម្ពលុយបន្ថែមទៅធ្វើឲ្យតម្លៃនៃលុយដុល្លារមានការធ្លាក់ថ្លៃបាទអញ្ឆេងមាសមានការកើនឡើងបាទតើអ្នកនរគ្នាគិតថាតម្លៃអញ្ឆេងមាសនឹងបន្តការកើនឡើងបន្ថែមទៀតឬមួយក៏មានការធ្លាក់ចុះមកវិញខ្លះដែរបាទសម្រាប់សប្តាហ៍ក្រោយបាទអញ្ចឹងយើងរងចាំមើលអ្នកនរគ្នាបាទហើយតកតទៅនឹងសង្គ្រាមនៅមជ្ឈមបូព៌ាវិញរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បាទគឺជាព័ត៌មានមួយដែលជាអត្តពលដល់ទីផ្សារអញ្ឆេងមាសកាលពីមួយរយៈមុនបច្ចុប្បន្ននេះបាទគឺមានភាពស្ងប់ស្ងាត់អ្នកនរគ្នាបាទអូខេអញ្ចឹងពីខ្ញុំគឺមានប៉ុណ្ណឹងអ្នកនរគ្នាបាទបើមានចម្ងល់អ្វីអាច comment ប្រាប់ខ្ញុំនៅក្នុងវីដេអូមួយនេះបានថាតើអ្នកនរគ្នាគិតថាតម្លៃមាសមានការកើនឡើងឬមួយក៏បន្តធ្លាក់ចុះបាទជួបគ្នានៅវីដេអូបន្ទាប់សម្រាប់សប្តាហ៍ក្រោយបាទ